ឆាគ្រឿងកាពិជាមួយសាច់ជ្រូកមួយមុខនេះខ្ញុំជឿថាភាគច្រើនបងប្អូនអត់ដែលសូវស្គាល់ឬក៏ធ្វើញ៉ាំទេរសជាតិបែបរៀងដិតប្រៃផ្អែមឈ្ងុយគ្រឿងហើយនឹងហឹរតិចអញ្ចឹងហើយបើសិនជាបងប្អូនណាដែលពិបាករកនឹកធ្វើម្ហូបអាចសាកមួយមុខនេះបានណាធានាថាធ្វើញ៉ាំម្ដងហើយគឺដឹងតែចូលចិត្តហ្មងចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាសាច់ជ្រូកសម្រាប់សាច់ជ្រូកនេះគឺខ្ញុំប្រើជាសាច់ស្មើមុខបងប្អូនសាច់កន្លែងហ្នឹងវាមានខ្លាញ់តិចយើងយកទៅឆាទៅវាទន់ល្អអញ្ចឹងណាហើយសម្រាប់ផ្នែកស្បែកគឺខ្ញុំអត់ដាក់ទេបងប្អូនដោយសារស្បែកបើសិនជាយើងដាក់ចូលឆាគឺអត់ងាយឆ្អិនទេហើយសម្រាប់គ្រឿងបុកនេះវិញក្នុងនោះយើងមានជាគល់ស្លឹកគ្រៃរំដេងខ្ទឹមសល្មៀតហើយនិងម្ទេសឆ្អើរក្រៀមចិញ្ច្រាំបងប្អូនសម្រាប់គ្រឿងហ្នឹងបើចំដាក់ច្រើនពេកទេបងប្អូនប្រហែលជាខ្ទង់2 3ស្លាបព្រាបាយបានហើយសម្រាប់ផ្នែកបន្លែអត់មានអីច្រើនទេបងប្អូនបន្លែគឺមានតែ2 3មុខទេដំបូងហ្នឹងគឺយើងមានជាត្រប់ស្រួយ4 5ផ្លែមកយើងហាន់ហើយដាក់ត្រាំទឹកចោលដើម្បីកុំឲ្យវាឡើងខ្មៅហើយសម្រាប់ម្ទេសហាវ៉ៃនេះវិញគឺខ្ញុំប្រើតែ2ផ្លែទេយើងហាន់វាជាតសៃរាងវែងមកហើយម្ទេសម៉ាឡេហ្នឹងគឺខ្ញុំប្រើចំនួន1ផ្លែដូចគ្នាហើយចុងក្រោយបើសិនជាបងប្អូនមានម្រេចខ្ចីបន្ថែមបន្តិចមកហើយមួយទៀតបងប្អូនកុំភ្លេចត្រៀមកាពិប្រហែលជាកន្លះស្លាបព្រាបាយទុកឲ្យហើយមកបន្ទាប់ពីយើងរៀបចំគ្រឿងក្រៅរួចរាល់ហើយយើងមកដាក់ខ្ទះចាក់ប្រេងឆាហើយយើងបំពងគ្រឿងដែលយើងបានបុកហើយស្រាប់ហ្នឹងបងប្អូនគ្រឿងហ្នឹងយើងដាក់បំពងលាយជាមួយកាពិមកកាពិហ្នឹងខ្ញុំដាក់ប្រហែលជាខ្ទង់កន្លះស្លាបព្រាបាយយើងឆាវានៅលើភ្លើងប្រហែលជា3 4នាទីឲ្យឡើងក្លិនឈ្ងុយសិនមកណាបងប្អូនចាំយើងដាក់សាច់ជ្រូកចូលហើយសាច់ជ្រូកនេះបញ្ជាក់បងប្អូនឡើងវិញគឺខ្ញុំប្រើចំនួន3ខាំយើងហាន់ជាប្រទេសស្ដើងអញ្ចឹងមកយើងឆាសាច់ជ្រូកជាមួយនឹងគ្រឿងនឹងប្រហែលជា4 5នាទីសិនមកណាបងប្អូនបើសិនជាវាស្ងួតខ្ទះយើងអាចបន្ថែមទឹកបន្តិចបានឆាឲ្យសាច់ជ្រូកនឹងឡើងឆ្អិនសិនមកចាំយើងបន្ថែមគ្រឿងប្រេងខ្យងក៏ខ្ញុំប្រើចំនួន1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេហើយចុងក្រោយគេនឹងគឺជាស្ករចំនួន1ស្លាបព្រាបាយបាទចំពោះអំបិលហើយនឹងទឹកត្រីគឺយើងអត់ដាក់ឯណាបងប្អូនដោយសារតែកាពិហ្នឹងគឺវារាងប្រៃស្រាប់ហើយចាំយើងភ្លក់ហើយបើសិនជាស្ទើរប្រៃស្ទើរអីចឹងទៅយើងអាចថែមបានបន្ទាប់ពីយើងឆាគ្រឿងជាមួយសាច់ជ្រូកឆ្អិនមកល្មមហើយគឺយើងដាក់ត្រប់ចូលមុនគេបងប្អូនដោយសារតែត្រប់គឺវារាងយូរឆ្អិនដែរហើយសម្រាប់ឆាហ្នឹងយើងបន្ថែមទឹកបន្តិចមកណាបងប្អូនដោយសារតែឆាហ្នឹងគឺយើងយកវារាងប៉និយាយទៅអត់ឆាស្ងួតទេណាហើយយើងដាក់ត្រប់គ្របចោលប្រហែលជា2 3នាទីមើលតែត្រប់យើងឡើងរាងឆ្អិនហើយចាំយើងដាក់បន្លែដែលយើងបានហាន់ហើយស្រាប់នឹងចូលមកមានដូចជាម្ទេសហាវ៉ៃម្ទេសម៉ាឡេម្រេចខ្ចីហើយនឹងស្លឹកក្រូចសើចអីហ្នឹងដាក់ចូលឆាប្រហែលជា2 3នាទីមើលតែបន្លែនឹងឆ្អិនមកល្មមមកប៉ុន្តែបន្លែនឹងកុំឲ្យឆ្អិនជ្រុលពេកទេបងប្អូនតែប៉ុណ្្នឹងមកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំហ្នឹងគឺខ្ញុំបន្ថែមស្ករប្រហែលជាតែកន្លះស្លាបព្រាបាយទៀតទេបងប្អូនហើយចុងក្រោយគេចាំយើងបន្ថែមជីនឹងវងឬក៏បងប្អូនអាចប្រើជាម្រះព្រៅក៏បានដែរនិយាយទៅបានដូចគ្នាយើងដាក់ជីចូលហើយបិទភ្លើងច្បល់វាប្រហែលជា4 5ត្រឡប់ទៀតទៅគឺថារួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់ម្ហូបមួយមុខហ្នឹងរសជាតិគឺរាងដិតបន្តិចទេបងប្អូនគឺរាងដិតកាពិប្រៃផ្អែមហឹរតិចហើយឈ្ងុយគ្រឿងខ្លាំងមែនតើហ្មងនិយាយទៅម្ហូបមួយមុខហ្នឹងមើលទៅវារាងស្តៀងឆាគ្រឿងដែរអញ្ចឹងណាបងប្អូនអញ្ចឹងហើយបងប្អូនណាដែលពិបាករកនឹកធ្វើម្ហូបអាចសាកមួយមុខនេះបាននឹងហើយបងប្អូននេះគឺឆាគ្រឿងសាច់ជ្រូកជាមួយកាពិរបស់ខ្ញុំគឺបានធ្វើរួចរាល់ហើយណាហើយឥឡូវខ្ញុំមកភ្លក់បន្តិចដើម្បីប្រាប់បងប្អូនថារសជាតិនឹងមិនដែរអញ្ចឹងណាហើយមួយមុខហ្នឹងគឺរាងប្លែកបន្តិចខ្ញុំជឿថាភាគច្រើនបងប្អូនអត់ដែលសូវស្គាល់ឬក៏អត់ដែលសូវធ្វើញ៉ាំទេសម្រាប់មុខហូបមួយមុខនេះគឺរាងដិតបន្តិចទេបងប្អូនរាងប្រៃផ្អែមហើយមួយទៀតនោះវារាងដិតកាពិក្នុងនឹងអញ្ចឹងណាហើយរាងឈ្ងុយគ្រឿងបងប្អូនគ្រឿងដែលយើងបានដាក់ចូលទាំងប្រមាណហ្នឹងក្លិនរាងឈ្ងុយរបៀបឆាគ្រឿងអញ្ចឹងណាបងប្អូនគាត់ថានេះយើងមានថែមកាពិមានបន្លែអីគ្រប់មុខអញ្ចឹងទៅនឹងហើយបងប្អូនសម្រាប់ម្ហូបមួយមុខនេះគឺរសជាតិរាងដិតបន្តិចចាស់រាងដិតប្រៃផ្អែមហើយរាងដិតកាពិហើយឈ្ងុយគ្រឿងក្នុងនឹងអញ្ចឹងបើសិនជាបងប្អូនណាដែលអត់ទាន់បានធ្លាប់សាកធ្វើមួយមុខនេះទេអាចសាកធ្វើញ៉ាំបានណាធានាថារសជាតិនឹងគឺឆ្ងាញ់ហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ